សាច់ជ្រូកមួយស្លឹកគ្រៃហើយនឹងស្លឹកក្រូចសើចសិនបងពេលនេះធ្វើសាច់ជ្រូកបំពងតែជាស្ងោរហើយវា7-8នាទីអញ្ចឹងឲ្យស្បែកវារៀងឆ្អិនតិចទោះពីស្ងោរយើងហើយយើងសាច់យើងឆ្អិនបន្តិចយើងយកវាមកស្បែកយើងយកសមកចាក់ទុកមកយើងដាក់អំបិលក្លាសវាមួយស្លាបព្រាមួយស្លាបព្រាកន្លះចឹងទឹកអស់2ស្លាបព្រាហើយយើងកូរវាបងឥឡូវយើងយកបុកវាហើយយើងរងបុកវាជូតវាស្ងួតតិចមកហើយចាំតិចទៀតបានពីលើលាបទឹកអត់ដែរជូតវាផ្ដាត់វាឲ្យវាកុំឲ្យមានទឹកណាបងប្អូនទឹកខ្មៅមួយអំបិលយើងមិនលីហើយហ្នឹងបងប្អូនដូចហាន់វាឲ្យវាយ៉ាងសាច់យើងជ្រៅទៅកុំឲ្យដល់ស្បែកទេបងប្អូនឲ្យវាឆាប់ឆ្អិនអាហ្នឹងហើយយើងធ្វើចឹងហាន់វាឲ្យវាគ្រឿងដែលយើងលីហើយបងប្អូនមិញហ្នឹងមានស្ករមានប៊ីចេងមានប្រេងខ្យងហើយនឹងទឹកស៊ីអ៊ីវខាប់ហើយម្ទេសហើយឲ្យចាប់ដើមពីលើវាតិចទៀតមកបងប្អូនតបពីរុំហើយយើងយកវាទៅដាក់ក្នុងម៉ាស៊ីនអូវ៉ាន់អីណាបងប្អូនតោនៅស្បែកជ្រូកវារៀងក្រៀមបងប្អូននេះបងចំណងចាំតិចទៀតដាក់សោសដាក់អីដាក់ស្លាត់ដាក់អីមើលទៅឆ្ងាញ់មកហើយយើងចាប់ដើមប្រែមកខាងទៀតមើលទៅឆ្ងាញ់អូនចំណងបងប្អូន